សូមជូនរឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេមានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដោយម្ដេចនឹងបានចៅម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបុរសបណ្ដើប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែឯងអញជើញមកឲ្យឈប់និយាយគ្នាលេងបន្តិចសិនបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុកកំឡោះម្នាក់បរទេះមកដល់វាធ្វើជាសួរថានេះហៅអ្វីណែបុរសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬណែបុរសនោះថាមែនបើមែនអ្នកឯងហ៊ានភ្នាល់នឹងខ្ញុំទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំងាក់បើខ្ញុំឈ្នះសុំតែប្រពន្ធងាក់បុរសនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅទើបកំឡោះដែលឈរសួរទៅអ្នកបរទេះចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេះប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រាយនេះគេហៅប្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបុរសជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរញាក់នោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដារផងយំផងដារបន្តិចទៅប្រទះសុភាទន្សាយសួរថាថ្វីបានជាយំបងបុរសនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នោះបងឯងកុំភ័យរកតែចែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកចែកមកឲ្យសុភាទន្សាយស៊ីចែករួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដោយម្ដេចខ្លះចៅក្រមឆ្លើយប្រាប់ថាតាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នោះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរអ្នកកាលភ្នាល់គ្នាថាដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហើយប្រពន្ធបើអ្នករកឃើញយកទៅចុះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅថាប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមទូកត្រាយប្រែកធ្នង់ត្រពងរួមទាំងអស់នេះទៅទើបគេហៅថារទេះបើដូច្នោះឯងយកប្រពន្ធគេមិនបានទេឲ្យគេវិញទៅសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូគេគ្មានត្រង់តាមព្រះច្បាប់សោះបុរសនោះប្រាប់ប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាលោកបងកាត់សេចក្តីនេះពេញហើយត្រង់ហើយឲ្យលោកបានសម្បត្តិសួគ៌និព្វានសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់